ជម្រាបសួរប្រិយមិត្ត SD សម្រាប់សាជាថ្មីរឿងដែលត្រូវយកមកសម្រាប់ថ្ងៃនេះគឺមានចំណងជើងថា Night Tunnel ដែលជារឿងរបស់កូរ៉េរឿងនេះដែលក៏បានចេញផ្សាយនៅឆ្នាំ 2025 សាច់រឿងចង់និយាយអំពីបរិបទម្នាក់ដែលគឺជាជាងសំណងនឹងគាត់បានតាមរកអ្នកដែលសម្លាប់ប្អូនប្រុសរបស់ខ្លួនដែលប្អូនប្រុសរបស់ខ្លួននឹងបានធ្វើការនៅក្នុងហ្គាងបងទុយបងធំមួយកន្លែងហើយក៏ត្រូវបានគេសម្លាប់ចង់ដឹងថាហេតុអ្វីបានជាមិនត្រូវការប៉ូលីសឲ្យជួយហើយតាមរកដោយខ្លួនឯងហើយឧបសគ្គនឹងគឺជាអ្វីខ្លះនោះតោះទៅមើលការសម្ដែងរបស់ខ្ញុំទាំងអស់គ្នាសាច់រឿងបានផ្ដើមចេញពីឃាតកម្មមួយកន្លែងដែលបានកើតទៅលើកូនប្រុសរបស់មេបញ្ជាការប៉ូលីសរឿងនេះដែរគឺជារឿងធំខ្លាំងមែនទែនដោយសារតែជារឿងរបស់ប៉ូលីសដែលដែលសម្លាប់នោះគឺជាប្អូនប្រុសរបស់តួឯករបស់យើងដែលមានឈ្មោះថាសុកទានេះគឺជាមនុស្សម្នាក់ដែលជាមនុស្សញៀនថ្នាំហើយតែងតែបង្កបញ្ហាជារៀងរហូតហើយបងប្រុសដែលមានឈ្មោះថាមានតានឹងក៏តាមដោះស្រាយបញ្ហាក្រោយប្អូននឹងរហូតហើយថ្ងៃនេះដែរប្អូនក៏បានបង្កបញ្ហាដែរដែលបានធ្វើការសម្លាប់ទៅលើកូនប្រុសរបស់មេបញ្ជាការហើយរឿងមួយដែរគឺជារឿងធំមែនតើមានតែដែលជាបងប្រុសនឹងក៏ធ្លាប់ជាប់ពន្ធនាគារម្ដងដែរដោយសារតែប្អូនប្រុសរបស់ខ្លួននឹងបានតែមានបញ្ហាជាមួយនឹងអ្នកផ្សេងបន្ទាប់មកបងប្រុសនឹងក៏បានចេញមកជំនួសដើម្បីទៅចាក់សម្លាប់អ្នកដែលបង្កបញ្ហាឆ្លោះគ្នាជាមួយប្អូនប្រុសនឹងហើយបន្ទាប់មកខ្លួនក៏បានជាប់ពន្ធនាគារក្រោយពីចេញពីពន្ធនាគារមកវិញមានតែក៏បានលាលែងចេញពីក្រុមបងទុយបងធំមួយនឹងហើយមានតែក៏បានទៅធ្វើការជាជាងសំណងធម្មតាពេលនេះដែរសុកទាក៏បានបករឿងសារជាថ្មីម្ដងទៀតហើយក៏បានទេទៅរកបងប្រុសនឹងឲ្យជួយសារជាថ្មីប៉ុន្តែពេលនឹងដែរដោយសារតែមានតែនឹងគាត់បានធ្វើការហត់ពេកគាត់អស់កម្លាំងក៏បានសម្រាប់បាត់ទៅហើយក៏មិនបានទទួលទូរស័ព្ទមួយនឹងដែរហើយពេលនឹងដែរសុកទាពេលដែលបករឿងហើយក៏បានទៅរកប្រពន្ធរបស់ខ្លួនដែលប្រពន្ធរបស់ខ្លួននឹងបានធ្វើការនៅកន្លែងហាងការ៉ាអូខេមួយកន្លែងនៅពេលព្រឹកឡើងដែលមានតែបានភ្ញាក់ពីទំនេរនឹងក៏បានឃើញទូរស័ព្ទរបស់ខ្លួនហើយក៏បានឃើញថាប្អូនប្រុសរបស់ខ្លួននឹងទេមករកហើយបានទទួលបន្ទាប់មកមានតែក៏បានទេទៅរកវិញប៉ុន្តែប្អូនប្រុសរបស់ខ្លួននឹងគឺមិនមានការឆ្លើយតបនោះទេពេលនឹងដែរមានតែគឺមិនបានគិតអ្វីច្រើននោះឡើយគឺថាប្អូនប្រុសរបស់ខ្លួននឹងអាចនឹងរវល់អីចឹងទៅបន្ទាប់មកមានតែក៏បានទៅធ្វើការធម្មតាតែកន្លែងធ្វើការរបស់គាត់នឹងក៏មានបញ្ហាដែរដោយសារតែខាងតកែនឹងគឺមិនបើកប្រាក់ឈ្នួលឲ្យកម្មករហើយកម្មករនឹងគឺមានការតវ៉ានៅមុខកន្លែងធ្វើការនឹងហើយទាមទារប្រាក់ឈ្នួលមកខ្លះចឹងទៅបន្ទាប់មកតកែនឹងក៏ចេញមកដែរប៉ុន្តែมันមានដំណោះស្រាយឲ្យទេព្រមទាំងដេញកម្មករហ្នឹងឲ្យត្រឡប់ទៅវិញទៀតធ្វើឲ្យខាងមានតែនឹងខឹងខ្លាំងមែនតើហើយក៏បានដើរទៅតាមក្រោយហ្នឹងទាញបានថាចំណៃមួយហ្នឹងគឺវាយទៅលើក្បាលតកែម្នាក់ហ្នឹងហើយក៏បានដកកបាត់ចេញពីចង្កេះរបស់ខ្លួនហ្នឹងគម្រាមទៅលើតកែម្នាក់ហ្នឹងហើយបើសិនជាមិនចាយទាំងអស់ឲ្យខ្លួនទេបើកទៅត្រឹមពាក់កណ្ដាលឲ្យសិនក៏បានដែរបន្ទាប់មកតកែម្នាក់ហ្នឹងក៏បានបើកលុយឲ្យខាងមានតែហ្នឹងតាមចំនួនចឹងទៅបន្ទាប់មកមានតែក៏មិននៅស្ងៀមដោយសារបងប្រុសរបស់ខ្លួនហ្នឹងបាត់ការតាក់ទងយូរពេកបន្ទាប់មកមានតែក៏បានទេទៅសារថ្មីហើយក៏មិនមានអ្នកទទួលដែរបន្ទាប់មកមានតែឆ្ងល់ខ្លាំងក៏បានទៅដល់ផ្ទះរបស់សុកតែតែម្ដងពេលដែលទៅដល់ផ្ទះរបស់សុកតែហ្នឹងក៏មិនមានអ្នកណានៅផ្ទះដែរទាំងប្រពន្ធក៏ដូចជាបងប្រុសរបស់ខ្លួនហ្នឹងគឺមិនមានអ្នកណានៅទេនៅសល់តែស្នាក់ស្នាមដែលប្រើអំពើសាពេលដែលសុកតែហ្នឹងប្រើថ្នាំម្ដងហ្នឹងសុកតែហ្នឹងគឺជាមនុស្សម្នាក់ដែលចូលចិត្តប្រើអំពើសាទៅលើប្រពន្ធរបស់ខ្លួនហើយប្រពន្ធរបស់ខ្លួនហ្នឹងគឺមិនចង់នៅជាមួយនឹងសុកតែទេប៉ុន្តែពេលណាដែលចេញទៅគឺអាចនឹងស្លាប់ដោយសារតែសុកតែហ្នឹងគឺជាមនុស្សម្នាក់ដែលប្រើថ្នាំហើយគម្រាមនាងថាមិនឲ្យចេញទៅណាចំណែកខាងប៉ូលីសវិញក៏បានដាក់ការសង្ស័យទៅខាងសុកតែដូចគ្នាដែរករណីឃាតកម្មចាក់សម្លាប់ទៅលើកូនប្រុសមេបញ្ជាការពេលហ្នឹងដែរប៉ូលីសក៏បានមករកសុកតែដល់ផ្ទះដូចគ្នាប៉ុន្តែមកដល់ហ្នឹងគឺមិនមានអ្នកណានៅហើយក៏បានឃើញស្នាក់ស្នាមប្រើអំពើសាទៅលើក្រុមគ្រួសារនៅកន្លែងហ្នឹងដូចគ្នាដែរបន្ទាប់មកខាងប៉ូលីសក៏បានទៅសួរអ្នកចិត្តខាងថាសុកតែនេះគឺជាមនុស្សបែបណាហើយអ្នកចិត្តខាងហ្នឹងក៏បាននិយាយគ្រប់យ៉ាងដែលពាក់ព័ន្ធជាមួយសុកតែថាសុកតែនឹងបានឆ្លោះជាមួយប្រពន្ធមានពេលខ្លះនឹងប្រើកបាត់ទៀតផងហើយសុកតែជាមួយនឹងប្រពន្ធរបស់ខ្លួនដែលមានឈ្មោះថាមុនយ៉ងនឹងមានកូនស្រីម្នាក់ទៀតប៉ុន្តែអ្នកទាំងពីរនឹងគឺអាចបានយកកូនស្រីមកនៅជាមួយទេដែលខាងមុនយ៉ងនឹងបានយកកូនស្រីរបស់ខ្លួននឹងយកទៅផ្ញើជាមួយអ្នកផ្សេងដែលខ្លាចថាកូនស្រីរបស់ខ្លួននឹងអាចនឹងប៉ះពាល់រោគសម្ពាធពីខាងឪពុកអញ្ចឹងទៅហើយខាងអ្នកចិត្តខាងនឹងក៏បានបង្ហាញប្រាប់ប៉ូលីសថាមុនយ៉ងនឹងបាននិយាយប្រាប់ខ្លួនថាពេលខ្លះនឹងគឺចង់សម្លាប់ប្តីរបស់ខ្លួនឯងផងដែរដោយសារតែការរស់នៅគឺពិបាកខ្លាំងពេកហើយបើសិនជាមានអ្នកណាដែលសម្លាប់ប្តីរបស់ខ្លួនឯងបាននឹងមុនយ៉ងនឹងគឺសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលបាត់ការតាក់ទងរបស់ប្អូនប្រុសមានតែក៏បានទៅរកកន្លែងដែលខ្លួនធ្លាប់ធ្វើការហើយក៏ជាកន្លែងធ្វើការដែលបច្ចុប្បន្នហ្នឹងសុកតែធ្វើការផងដែរពេលនេះដែរមានតែក៏បានទៅសួរបងធំរបស់គេដែលជាបងធំកាំងតែម្ដងដែលមានឈ្មោះថាឆាំងម៉ូហ្នឹងហើយក៏បានសួរពីការបាត់ខ្លួនរបស់ប្អូនប្រុសប៉ុន្តែពេលហ្នឹងដែរឆាំងម៉ូគឺបដិសេធតែឆាំងម៉ូក៏បានប្រាប់ថាប្អូនប្រុសរបស់មានតែហ្នឹងគឺបង្កបញ្ហាតែហើយបន្ទាប់មកអាចនឹងទៅរត់គេចកន្លែងណាមួយធ្វើឲ្យអ្នកគ្រប់គ្នាហ្នឹងតាមរកមិនឃើញ
ប៉ុន្តែមានតែគិតថាខាងឆាំងម៉ូនឹងគឺដឹងពិតប្រាកដណាស់ប៉ុន្តែឆាំងម៉ូនឹងគឺមិនប្រាប់បន្ទាប់មកមានតែក៏បានទៅរកអ្នកផ្សេងទៀតបានបន្តិចក្រោយមកសាកសពរបស់ប្អូនប្រុសរបស់ខ្លួននឹងក៏បានរកឃើញដោយក្រុមប៉ូលីសហើយពេលនេះដែរមានតែក៏បានទៅឃើញប្អូនប្រុសរបស់ខ្លួនដែលត្រូវគេចាក់សម្លាប់ដោយមានស្នាស្នាមជាច្រើនកន្លែងនៅលើដងខ្លួនពេលនេះដែរមានតែក៏បានដឹងហើយថាប្អូនប្រុសរបស់ខ្លួននឹងត្រូវគេសម្លាប់មិនមែនស្លាប់ដោយសារអីផ្សេងនោះឡើយដោយសារតែខ្លួននឹងគឺជាបងធំហើយក៏ជាអ្នកលេងពីមុនមកផងនោះច្បាស់ណាស់មិនត្រូវការប៉ូលីសឲ្យជួយនោះទេមានតែក៏បានស្វែងរកអ្នកដែលសម្លាប់ប្អូនប្រុសរបស់ខ្លួនហើយក៏បានចង់ដឹងថាតើការស្លាប់របស់ប្អូនប្រុសរបស់ខ្លួននឹងពាក់ព័ន្ធជាមួយនឹងអ្វីហើយអ្នកណាដែលជាអ្នកសម្លាប់ប្អូនប្រុសរបស់ខ្លួននឹងពិតប្រាកដមានតែក៏បានទៅរកកូនចៅចាស់របស់ខ្លួនដែលមានឈ្មោះថាមង្គូដែលឲ្យមង្គូនឹងជួយការងាររបស់ខ្លួននឹងពី3ថ្ងៃដើម្បីរកការពិតចឹងទៅប៉ុន្តែមង្គូនឹងបានបដិសេធហើយក៏បានប្រាប់ថាឥឡូវហ្នឹងគឺមិនដូចមុននោះទេបន្ទាប់មកមានតែក៏បានតាមរកការពិតហ្នឹងដោយខ្លួនឯងហើយមានតែក៏បានទៅរកហ្គេងផ្សេងមួយទៀតដែលគិតថាអាចនឹងដឹងរឿងពាក់ព័ន្ធជាមួយនឹងប្អូនប្រុសរបស់ខ្លួនចឹងទៅប៉ុន្តែមិនទាន់នឹងបានសួរផងហ្នឹងខាងហ្គេងម្ខាងទៀតហ្នឹងក៏បានដេញឲ្យមានតែថយមកក្រៅវិញបន្ទាប់មកក៏បានប៉ះតកិច្ចគ្នាក្រោយពីប៉ះតកិច្ចគ្នាបានបន្តិចក្រោយមកកូនចៅចាស់របស់មានតែដែលមានឈ្មោះថាមង្គូដែលមានតែនឹងស្នើសុំឲ្យជួយពីមុនហ្នឹងហើយក៏បានបដិសេធហ្នឹងក៏បានសម្រេចចិត្តថានឹងជួយមានតែដើម្បីតាមរកអ្នកដែលសម្លាប់សុកតែពីការពិតបន្ទាប់មកអ្នកទាំងពីរក៏បានចេញទៅរកការពិតដោយទៅកន្លែងដែលសុកតែត្រូវបានគេសម្លាប់ហ្នឹងហើយក៏បានទៅស៊ើបមើលថាប៉ូលីសនេះគឺគិតបែបណាបន្ទាប់មកមានតែក៏បានឲ្យមង្គូនឹងចុះទៅមើលពីស្ថានភាពនៅកន្លែងកើតហេតុមួយហ្នឹងបន្ទាប់មកមង្គូក៏បានចុះទៅបានបន្តិចក្រោយមកក៏បានត្រឡប់មកវិញគូបានប្រាប់មីនតែថាប៉ូលីសបានដាក់ការសង្ស័យទៅកាន់ប្រពន្ធរបស់សុកតែតែម្ដងដែលគិតថានាងក៏បានធ្វើឃាតប្តីរបស់ខ្លួនឯងពេលនឹងដែរមីនតែគឺមិនទាន់បានជួយទាំងស្រុងនោះទេដោយមីនតែនឹងធ្វើការដើររកប្រពន្ធរបស់សុកតែដែលមានឈ្មោះថាមុនយ៉ងនឹងសិនប៉ុន្តែមុនយ៉ងនឹងពេលដែរគឺគេចខ្លួនទាំងប៉ូលីសក៏តាមរកហើយមីនតែក៏តាមរកផងដែរបន្ទាប់ពីរកមុនយ៉ងមិនឃើញមីនតែក៏បានទៅរកប្អូនរបស់មុនយ៉ងនៅក្នុងបន្ទប់តែម្ដងពេលនេះដែរមានតែក៏បានទៅសួរពីហេតុការណ៍ដែលកើតឡើងហើយក៏បានសួររកថាមានយ៉ងនឹងនៅកន្លែងណាដែលសារតែប្អូនប្រុសនឹងអាចនឹងដឹងថាបងស្រីនឹងនៅឯណាចឹងទៅប៉ុន្តែក៏ត្រូវបានប្អូនប្រុសរបស់មុនយ៉ងនឹងបានឆ្លើយថាឲ្យដោះលែងបងស្រីរបស់ខ្លួនទៅដោយបងស្រីរបស់ខ្លួននឹងបានជាប់ទុកវេទនាមកយូរហើយពេលនឹងដែរគឺនាងបានសោកហើយបន្ទាប់មកធ្វើឲ្យខាងមានតែនេះគឺខឹងហើយក៏បានវាយទៅលើប្អូនប្រុសរបស់មុនយ៉ងនឹងម្ដាយហើយក៏បានយករូបថតរបស់កូនស្រីរបស់មុនយ៉ងនឹងមកឲ្យមើលថាបើសិនជាអត់ដឹងថាម្ដាយនៅណាទេតែដឹងទេថាកូននឹងឥឡូវនឹងនៅណាប៉ុន្តែត្រូវខាងប្អូនប្រុសរបស់មុនយ៉ងនឹងអត់ឆ្លើយអីទាំងអស់មានតែក៏បានធ្វើអីដែរក៏បានដើរចេញពីផ្ទះហ្នឹងមុនតែក៏បានទៅរកគោលដៅបន្តទៀតដែលជាអ្នកស្គាល់គ្នារបស់មុនយ៉ងដែលជាអ្នកជិតស្និទ្ធឬក៏អ្នកឆ្ងាយអីក៏ដោយមុនតែក៏បានដើររកទាំងអស់គ្រប់គ្នាបន្ទាប់មកមានតែក៏បានធ្វើការគម្រាមទៅកាន់មិត្តភ័ក្តិរបស់មុនយ៉ងដែលឲ្យកូនចៅរបស់គេម្នាក់ទៀតហ្នឹងទៅផ្ទះម្ដាយរបស់មិត្តភ័ក្តិរបស់មុនយ៉ងហ្នឹងហើយក៏បានបង្ខំឲ្យមិត្តភ័ក្តិរបស់មុនយ៉ងនឹងឆ្លើយការពិតបើសិនជាមិនឆ្លើយការពិតទេម្ដាយរបស់គេនឹងគឺមានគ្រោះថ្នាក់អញ្ចឹងទៅបន្ទាប់មកក៏បានចម្លើយផ្សេងទោះបីជាខាងមិត្តភ័ក្តិរបស់មុនយ៉ងនឹងមិនដឹងការពិតក៏ដោយខាងមិត្តភ័ក្តិរបស់មុនយ៉ងនឹងក៏បានឆ្លើយពីមិត្តភ័ក្តិក៏ដូចជាសាច់ញាតិរបស់មុនយ៉ងនឹងបន្តទៀតទៅឲ្យមានតែបានដឹងហើយបន្ទាប់មកមានតែក៏បានទៅរកគោលដៅបន្តទៀតតាមអីដែលបានសួរមកបន្ទាប់មកក៏បានទៅកន្លែងមួយដែលជាកន្លែងលក់បាយកន្លែងហ្នឹងដែរគឺជាកន្លែងមុនយ៉ងនឹងគឺអាសាមកញ៉ាំបាយកន្លែងហ្នឹងខ្លាំងមែនតើហើយពេលនេះដែរមានតែក៏បានសួរទៅកាន់អ្នកលក់បាយថាមានស្គាល់មុនយ៉ងអត់ហើយនាងហ្នឹងគឺមកនៅចុងក្រោយហ្នឹងពេលណាប៉ុន្តែអ្នកលក់បាយហ្នឹងហាក់បីដូចជាស្លេកស្លាំងហើយក៏បានឆ្លើយភ្លាមៗថាអត់ស្គាល់តែម្ដងបន្ទាប់មកខាងមានតែគឺអត់បានជឿទេហើយក៏បានទៅដើរឆែកបន្ទប់ផ្សេងហើយបន្ទាប់មកក៏អត់បានឃើញបន្ទាប់មកមានតែក៏បានចេញមកខាងក្រៅវិញប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់នោះគឺភ្ញៀវម្នាក់ដែលបានចូលមកមុនគាត់បន្តិចហ្នឹងក៏បានចេញទៅវិញភ្លាមហើយម្នាក់ហ្នឹងគឺជាមនុស្សស្រីផងដែរពេលហ្នឹងដែរមានតែក៏បានដឹងថាម្នាក់ហ្នឹងហើយគឺជាមុនយ៉ងតែគ្រាន់តែមុនយ៉ងហ្នឹងអង្គុយបែរខ្នងដាក់ខ្លួនតែប៉ុណ្ណោះបន្ទាប់ពីខ្លួនដើររកនៅខាងក្នុងហ្នឹងមុនយ៉ងក៏ឆ្លៀតឱកាសហ្នឹងដើម្បីរត់ចេញទៅបន្ទាប់មកមានតែក៏បាននឹកឃើញហើយក៏បានរត់ចេញទៅតាមក្រោយប៉ុន្តែពេលហ្នឹងដែរតែសារតែមុនយ៉ងហ្នឹងក៏បានចេញទៅខាងក្រៅរៀងយូរហើយកន្លែងហ្នឹងគឺមនុស្សច្រើនធ្វើឲ្យបាត់មុនយ៉ងហ្នឹងទៅបន្ទាប់មកមានតែក៏បានទាញធុងហ្គាសហ្នឹងត្រឡប់មកកន្លែងហាងនឹងសាច់ជាថ្មីម្ដងទៀតហើយក៏បានបង្ខំម្ចាស់ហាងហ្នឹងឲ្យឆ្លើយការពិតដែលដឹងពីមុនយ៉ងហ្នឹងថាមុនយ៉ងហ្នឹងអាចនឹងទៅកន្លែងណាទៀតចឹងទៅបើសិនជាមិនឆ្លើយការពិតទេហាងតែមួយហ្នឹងអាចនឹងឆេះដោយសារតែហ្គាសហ្នឹងក៏បានបើករួចរាល់ហើយក៏បានចាក់សោទ្វារហើយផងដែរម្ចាស់ហាងហ្នឹងក៏បានប្រាប់ថាមុនយ៉ងហ្នឹង
គឺគ្រាន់តែមកញ៉ាំបាយកន្លែងខ្លួនទេដែលខ្លួននឹងអត់ដឹងថាកន្លែងស្នាក់នៅពិតប្រាកដរបស់មុនយងនឹងនៅកន្លែងណានោះឡើយបន្ទាប់មកខ្លួនក៏បានដឹងថាមុនយងនឹងគឺអាចនឹងទៅកន្លែងណាបន្ទាប់មកក៏បានប្រាប់ទៅខាងមិនផ្ទះហើយមានផ្ទះនឹងក៏បានទៅតាមរកបន្តទៀតមានផ្ទះនឹងក៏បានទៅតាមរកអ្វីដែលខាងម្ចាស់ហាងនឹងបានប្រាប់ថាទៅកន្លែងណាចឹងទៅបន្ទាប់មកមានផ្ទះក៏បានចូលទៅកន្លែងមួយកន្លែងនោះដែរគឺជាកន្លែងហាងលក់ភេសជ្ជៈហើយមានផ្ទះក៏បានចូលទៅហើយក៏បានសួរម្ចាស់ហាងថាមានស្គាល់មុនយងអត់បន្ទាប់មកម្ចាស់ហាងនឹងក៏ប្រាប់ថាស្គាល់ទេហើយមានផ្ទះក៏មានការចាប់អារម្មណ៍អីដែរបន្ទាប់មកកន្លែងនោះដែរគឺមានជើងកាងមួយដែលចូលមកផឹកស៊ីកន្លែងហ្នឹងហើយឃើញមានផ្ទះហ្នឹងអ្នកថ្មីចឹងទៅក៏បានរករឿងខាងមានផ្ទះហ្នឹងហើយមានផ្ទះហ្នឹងក៏បានវាយទៅខាងពួកហ្នឹងទ្រាំខ្លួនអស់ចឹងទៅបន្ទាប់មកអ្នកបម្រើម្នាក់នៅក្នុងហាងមួយហ្នឹងក៏បានដើរមកហើយក៏បានលើកឡើងនិយាយអំពីឈ្មោះមុនយងថាឥឡូវហ្នឹងមុនយងបានមកដល់ហើយអត់ជប់លៀងទេអីធ្វើឲ្យមិនផ្ទះហ្នឹងគឺដឹងថាអ្នកលក់ហ្នឹងគឺស្គាល់ថាមិនយងហ្នឹងគឺជាណាហើយមិនយងគឺនៅក្បែរហ្នឹងបន្ទាប់មកខាងម្ចាស់ហាងហ្នឹងក៏មានអីត្រូវឆ្លើយទៀតដែរដោយសារតែអ្នកបម្រើម្នាក់ទៀតដែលមកហ្នឹងគឺបាននិយាយអស់ហើយបន្ទាប់មកម្ចាស់ហាងហ្នឹងក៏បានប្រាប់ថាតិចទៀតហ្នឹងខ្លួននឹងនាំខាងមានផ្ទះហ្នឹងទៅឲ្យជួបខាងមុនយងតែម្ដងហើយក៏បានប្រាប់ថាស្គាល់ផ្ទះមុនយងហ្នឹងគឺនៅកន្លែងណាបន្ទាប់មកអ្នកលក់ម្នាក់ហ្នឹងក៏បាននាំមានផ្ទះហ្នឹងទៅផ្ទះមួយកន្លែងដែលបានប្រាប់ថាផ្ទះមួយហ្នឹងគឺជាផ្ទះរបស់មុនយងហើយប្រាប់ឲ្យមានផ្ទះហ្នឹងដើររកខ្លួនឯងដោយខ្លួនហ្នឹងអត់បានដឹងទេថាមុនយងហ្នឹងនៅឬមិននៅបន្ទាប់មកមានផ្ទះក៏បានចោះទៅរកប៉ុន្តែនៅពេលដែលមានផ្ទះចោះទៅរកមុនយងហ្នឹងពេលហ្នឹងដែរដើរតាមខ្លួនដែលជាកូនចៅចាស់របស់ខ្លួនដែលប្រាប់ថាមកជួយហ្នឹងក៏បានទេទៅប្រាប់មេធំរបស់ខ្លួនដែលមានឈ្មោះថាឆាំងម៉ូហ្នឹងប្រាប់ថាខ្លួនហ្នឹងរកឃើញមុនយងហើយពេលនេះដែរទើបយើងដឹងថាម្នាក់ហ្នឹងដើរតាមមានផ្ទះមិនមែនដើរតាមដើម្បីជួយទេគឺដើរតាមសង្កេតរកមុនយងដូចគ្នាពេលនេះដែរមានផ្ទះក៏បានចូលទៅខាងក្នុងហើយស្របពេលហ្នឹងដែរម្ចាស់ផ្ទះហ្នឹងក៏បានចេញមកហើយម្ចាស់ផ្ទះហ្នឹងក៏មិនមែនជាមុនយងដែរគឺជាផ្ទះរបស់ប៉ូលីសពេលហ្នឹងដែរមានផ្ទះក៏បានដឹងខ្លួនហើយថាខ្លួនឯងហ្នឹងត្រូវគេបោកអីហើយពេលហ្នឹងគឺខឹងខ្លាំងមែនតើក៏បានដកប៉ែលក្បែរហ្នឹងវាយទៅខាងប៉ូលីសហ្នឹងទៅបន្ទាប់មកមានផ្ទះហ្នឹងក៏បានដើររកតម្រុយបន្ថែមទៀតដល់ខ្លួនហ្នឹងបានដើររកឃើញថាមុនយងហ្នឹងអាចនឹងទៅកន្លែងបេឡានក្រុងបន្ទាប់មកមានផ្ទះក៏បានព្យាយាមទៅបេឡានក្រុងកុំឲ្យមុនយងហ្នឹងចេញទៅមុនតាន់ប៉ុន្តែពេលហ្នឹងដែរមានផ្ទះគឺអត់ដឹងទេថាអ្នកដែលដើរតាមខ្លួនហើយព្យាយាមថានឹងជួយខ្លួនហ្នឹងមិនមែនជាអ្នកជួយពិតប្រាកដហើយក៏មិនមែនជាកូនចៅដូចពីមុនដែរមុនយងក៏បាននៅបេឡានក្រុងពិតប្រាកដមែនពេលនេះដែរនាងកំពុងតែបំរុងនឹងចេញពីកន្លែងហ្នឹងហើយពេលនេះមុនយងក៏បានគិតទៅដល់រឿងគ្រប់យ៉ាងដែលបានកើតឡើងដែលរឿងហ្នឹងបានកើតឡើងពីប្តីរបស់ខ្លួនដែលមានឈ្មោះថាសុកតាហ្នឹងបានទៅបកកហេតុដែលបានចាក់សម្លាប់ទៅលើកូនប្រុសមេបជាការមួយរូបដែលជាមេបជាការប៉ូលីសហ្នឹងធ្វើឲ្យរឿងមួយហ្នឹងគឺបានដឹងទៅដល់បងធំរបស់គេគឺបងធំឈុលម៉ូហ្នឹងឯងបន្ទាប់មកអ្នកទាំងពីរឈុលម៉ូហើយនឹងសុកតាហ្នឹងក៏បានទៅនិយាយគ្នាហើយពេលហ្នឹងដែរបងធំឈុលម៉ូរបស់គេហ្នឹងក៏មិនបាននិយាយអីដែរប៉ុន្តែពេលបន្ទាប់មកទៀតក៏មានទូរស័ព្ទទេចូលមកហើយក៏បាននិយាយថាបើសិនជាទុកសុកតាទៀតអាចនឹងប៉ះពាល់ដល់ក្រុមរបស់ខ្លួនទាំងអស់ចឹងទៅបន្ទាប់មកក៏បានរៀបចំផែនការដើម្បីសម្រាប់សុកតាហ្នឹងបំបិតមាត់ហើយក៏បានរៀបចំផែនការដើម្បីទម្លាក់កំហុសហ្នឹងទៅឲ្យប្រពន្ធរបស់សុកតាហ្នឹងថានាងហ្នឹងបានសម្រាប់ប្តីរបស់ខ្លួនដើម្បីការសងសឹកគំនុំផ្ទាល់ខ្លួនអីចឹងទៅបន្ទាប់មកលបងធំរបស់គេហ្នឹងក៏បានដើរទៅយកទល់វីពីកន្លែងធ្វើការរបស់ប្រពន្ធរបស់សុកតាហ្នឹងបានយកមកចាក់ជាច្រើនកន្លែងទៅលើសុកតាហើយធ្វើឲ្យសុកតាហ្នឹងបានបាត់បង់ជីវិតនៅនឹងកន្លែងបន្ទាប់មកទៀតបងធំរបស់គេដែលមានឈ្មោះថាឈុលម៉ូហ្នឹងក៏បានហៅមុនយងហ្នឹងយកទៅគម្រាមប្រាប់ថាបើសិនជារឿងហ្នឹងបានដឹងទៅដល់ប៉ូលីសថាខ្លួនអ្នកធ្វើឬក៏ដឹងទៅដល់បងប្រុសរបស់សុកតាដែលជាមានផ្ទះកំពុងដើររហ្នឹងដឹងរឿងហ្នឹងគឺកូនហើយនឹងនាងហ្នឹងគឺមិនមានសុវត្ថិភាពទេអញ្ចឹងហើយធ្វើឲ្យនាងហ្នឹងគឺបានកិច្ចចេញពីគ្រប់គ្នាតែម្ដងកិច្ចចេញទាំងប៉ូលីសក៏ដូចជាមានផ្ទះហើយក៏ពួកបងធំមួយហ្នឹងធ្វើឲ្យនាងហ្នឹងគឺកិច្ចចេញពីគ្រប់គ្នាដើម្បីសុវត្ថិភាពកូនរបស់នាងហើយនឹងខ្លួនតែម្ដងពេលនេះដែរមានផ្ទះក៏បានមកដល់បេឡានក្រុងហើយមានផ្ទះហ្នឹងគឺបានចុះទៅតែម្នាក់ឯងទេដែលឲ្យមុងគូដែលជាកូនចៅរបស់គេហ្នឹងចាំនៅឡានហើយពេលហ្នឹងដែរឆ្លៀតឱកាសដែលមានផ្ទះហ្នឹងបានចូលទៅក្នុងមុនគូហ្នឹងក៏បានដកទូរស័ព្ទមកទេទៅប្រាប់លបងរបស់គេដែលលបងរបស់គេគឺលបងឈុលម៉ូហ្នឹងឯងឈុលម៉ូហ្នឹងក៏បានប្រាប់ឲ្យមុងគូហ្នឹងគឺចាក់សម្លាប់មិនបាត់មាត់តែម្ដងទៅកុំឲ្យមានផ្ទះហ្នឹងដឹងតាន់ថាខ្លួនហ្នឹងបានសម្លាប់កូនប្រុសរបស់ខ្លួនគឺជាសុកតាហ្នឹងបន្ទាប់មកមានផ្ទះហ្នឹងក៏បានដើររមុនយងទៀតហើយអត់ដឹងទេថាកូនចៅរបស់ខ្លួនហ្នឹងគឺកំពុងតែដើររកដូចគ្នាដែរបន្ទាប់មកអ្នកទាំងពីរហ្នឹងក៏បានឃើញដូចគ្នាប៉ុន្តែមានតែគឺអត់បានដឹងទេថាមុនគូហ្នឹងគឺបានត្រៀមផែនការដើម្បីសម្រាប់មុនយងហ្នឹងដើម្បីបំបិទមាត់ពេលដែលមានតែក៏បានឈរមើលហើយមុនគូហ្នឹងក៏បានដើរមករកមុនយងហើយក៏បានដកកបិតខ្លីហ្នឹងចាក់ទៅលើមុនយងមួយកំបិតតែអត់ឃើញថាមានតែហ្នឹងគឺឈរនៅកន្លែងហ្នឹងទេបន្ទាប់ពីចាក់មួយកំបិតទៅក៏បានងាកទៅឃើញថាមានតែហ្នឹងក៏បានឈរមើលហើយក៏មិនបានចាក់បន្ថែមដើម្បីសម្លាប់ដែរពេលនេះដែរមុនយងគឺរងរបួសធ្ងន់
ដែលមុនយងហ្នឹងគឺត្រូវដួលនៅនឹងកន្លែងហើយកូនចៅរបស់មីនតាហ្នឹងក៏បានរត់ទៅហើយមីនតាក៏បានដេញតាមហើយគ្រប់យ៉ាងកន្លែងហ្នឹងគឺបានបង្ហាញអស់ហើយថាគ្រប់យ៉ាងហ្នឹងអ្នកណាជាអ្នកសម្លាប់សុកតាដែលជាបងប្រុសរបស់ខ្លួនមីនតាក៏ប៉ុន្តែដេញតាមមុនគូហ្នឹងប៉ុន្តែដេញតាមមិនតាន់ធ្វើឲ្យមុនគូហ្នឹងឡើងទៅយកឡានបានមុនហើយក៏បានជាកិច្ចខ្លួនបាត់ទៅពេលហ្នឹងដែរមីនតាអត់ដឹងថាធ្វើយ៉ាងម៉េចក៏ងាកទៅឃើញថាមាន taxi មួយនៅក្បែរហ្នឹងក៏ចូលទៅលេង taxi ហ្នឹងដើម្បីដេញតាមបន្តទៀតដេញទៅដេញមកហ្នឹងដល់កន្លែងមួយមីនតាក៏បានកាច់ចកលមួយទំហឹងដើម្បីបុកទៅលើឡានរបស់កូនចៅរបស់គេដែលមានឈ្មោះថាមុនគូហ្នឹងធ្វើឲ្យឡានរបស់មុនគូហ្នឹងបានខូចខាតហើយមុនគូហ្នឹងក៏បានរងរបួសធ្ងន់ពេលហ្នឹងដែរមីនតាក៏បានទាញមុនគូហ្នឹងចេញពីឡានហើយក៏បានសួរថាហេតុអីបានធ្វើបែបហ្នឹងហើយមុនគូហ្នឹងក៏បានសុំទោសហើយប្រាប់ថានេះគឺជាបញ្ជារបស់បងធំទេហើយក៏បានស្លាប់បាត់ទៅពេលនេះដែរមីនតាក៏បានដឹងគ្រប់យ៉ាងហើយក៏ដឹងថាអ្នកណាគឺជាអ្នកសម្លាប់អូនប្រុសរបស់ខ្លួនពិតប្រាកដចំណែកខាងមុនយងនៅវិញគឺបានត្រឹមតែរងរបួសធ្ងន់តែប៉ុណ្ណោះមិនបាត់បង់ជីវិតនៅឡើយដោយប៉ូលីសហ្នឹងក៏បានមកដល់កន្លែងកាត់ហេតុហើយបានសង្គ្រោះទាន់ពេលវេលាក្រោយពីដឹងការពិតមីនតាហ្នឹងក៏បានទៅមើលប្អូនថ្លៃរបស់ខ្លួនដែលចូលមន្ទីរពេទ្យដែរប៉ុន្តែមិនហ៊ានឲ្យគ្រប់គ្នាបានឃើញថាខ្លួនហ្នឹងបានទៅមើលប្អូនថ្លៃនោះទេបានទៅឈរមើលពីចម្ងាយតែប៉ុណ្ណោះថ្ងៃបន្ទាប់មកទៀតពេលដឹងការពិតអស់ហើយថាអ្នកណាគឺជាអ្នកសម្លាប់ប្អូនប្រុសរបស់ខ្លួនមីនតាក៏បានទៅដល់កន្លែងតែម្ដងដោយស្លៀកពាក់ស្អាតបាតហើយក៏បានអង្គុយផឹកចាំតែម្ដងពេលនេះដែរបងធំម្នាក់ដែលជាបងធំក្នុងចំណោមទាំងអស់នៅក្នុងកន្លែងហ្នឹងក៏បានមកសួរថាមីនតាហ្នឹងមកកន្លែងហ្នឹងធ្វើអីហើយក៏បានដេញមីនតាហ្នឹងឲ្យចេញទៅពេលណាដែលផឹកអស់ហើយក៏ទៅកន្លែងហ្នឹងទៀតបន្ទាប់មកមីនតាហ្នឹងក៏បានលើកស្រាចុងក្រោយមកកែវចុងក្រោយរបស់ខ្លួនហ្នឹងអស់ហើយក៏ចាប់ផ្ដើមវាយតែម្ដងបន្ទាប់ពីវាយគ្នាប្រើពេលមកសបកធំមកមីនតាក៏បានវាយពួកនឹងដួលអស់តែម្ដងបន្ទាប់មកមីនតាក៏បានដើរមកដល់លបងធំរបស់ពួកគេគឺជាលបងឈុលម៉ូនឹងឯងហើយពេលហ្នឹងដែរមីនតាក៏បានសួររកជើងប្អូនប្រុសរបស់ខ្លួនដែលសាកសពរបស់ប្អូនប្រុសរបស់ខ្លួនហ្នឹងគឺបាត់ជើងមួយខាងហើយខាងរបស់មីនតាហ្នឹងក៏បាននិយាយថាឃើញប៉ុណ្ណឹងហើយចង់បានទៅអីទៀតជើងមួយហ្នឹងធ្វើឲ្យខាងមីនតានឹងខឹងហើយក៏មិនចាំយូរក៏បានទាញកំពង់ទីបមួយដែលខ្លួនដាក់តាមខ្លួនហ្នឹងដាក់ក្បាលតែម្ដងហើយបន្ទាប់មករឿងមួយហ្នឹងក៏បានបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនាចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ